សោតកម្ពីស្ថិតនៅក្នុងឃុំសំបុកស្រុកចិត្តបុរីគឺជាទីតាំងទេសចរដែលមានសក្តានុពលមួយក្នុងចំណោមតំបន់ទេសចរជាច្រើននៅក្នុងខេត្តកាចេះក្នុងការទស្សនាអន្លង់សោតកម្ពីអ្នកទស្សនាមានជម្រើស2គឺទស្សនាសត្វសោតពីចម្ងាយពីច្រាំងទន្លេឬកាន់តែប្រសើរជាងនេះអ្នកទស្សនាអាចចូលទូកពីសហគមន៍សត្វសោតទន្លេមេគង្គដែលចិញ្ចឹមកូនដោយទឹកដោះគឺជាសត្វដែលកម្រហើយមានសល់តិចតួចណាស់នៅលើពិភពលោកនៅកម្ពុជាសត្វសោតនិយមរស់នៅតាមដងទន្លេមេគង្គពីទីរួមខេត្តកាចេះរហូតទៅដល់ព្រំដែនប្រទេសឡាវដែលមានចម្ងាយ190គីឡូម៉ែត្របើតាមអង្គការ WWF ក្នុងឆ្នាំ2020កម្ពុជាមានផ្សោតចំនួន90ក្បាលនៅអន្លង់ចំនួន9ដែលមានអន្លង់4នៅខេត្តស្ទឹងត្រែងនិង5ទៀតនៅខេត្តកាចេះហើយអន្លង់កម្ពីមានសត្វផ្សោតរស់នៅច្រើនជាងគេសត្វផ្សោតទន្លេមេគង្គត្រូវបានរាជរដ្ឋាភិបាលកម្ពុជាចាត់ទុកជាសម្បត្តិដែលមានជីវិតដែលជួយក្នុងវិស័យទេសចរណ៍នៅកម្ពុជា